ខ្ញុំបាទសូមគោរពនឹងជម្រាបសួរទៅដល់បងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកនៅប្រធានបទមួយដែលខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវទាក់ទងនឹងគំនិតជាតិនិយមសម្រាប់យុវជនខ្មែរដែលខ្ញុំសូមធ្វើការអានចែករំលែកនៅខ្លឹមសារដែលខ្ញុំបានសរសេរជាអត្ថបទហើយក៏ខ្ញុំចង់បំលែងពីអត្ថបទដែលខ្ញុំបានសរសេរទៅជាវីដេអូក្នុងការអានជាសំឡេងវិញប្រធានបទគំនិតជាតិនិយមសម្រាប់យុវជនខ្មែរតួនាទីសំខាន់របស់យុវជនក្នុងសម័យសង្គ្រាមយុវជនជាកម្លាំងសំខាន់មួយក្នុងសង្គមខ្មែរពួកគេមានឥទ្ធិពលនិងកម្លាំងក្នុងការផ្លាស់ប្ដូរគំនិតនិងសកម្មភាពក្នុងស្ថានភាពសង្គ្រាមទំនួលខុសត្រូវរបស់យុវជនមិនត្រឹមតែការប្រយុទ្ធឬការអនុវត្តយុទ្ធនាការមួយទេប៉ុន្តែមាន1ការការពារនិងថែរក្សាប្រព័ន្ធតម្លៃវប្បធម៌ខ្មែរដើម្បីធានាថាប្រវត្តិសាស្ត្រនិងអត្តសញ្ញាណរបស់ជាតិមិនត្រូវបាត់បង់2ការរៀនសូត្រនិងការអភិវឌ្ឍជំនាញថ្មីៗដើម្បីរួមចំណែកក្នុងការស្ដារឡើងវិញនៃប្រទេសក្រោយសង្គ្រាមគំនិតជាតិនិយមសម្រាប់យុវជនខ្មែរនៅក្នុងស្ថានភាពសង្គ្រាមគឺមិនមែនត្រឹមតែការស្រឡាញ់ដល់ប្រទេសតែប៉ុណ្ណោះទេវាជាការរួមចំណែកក្នុងការកសាងសង្គមសន្តិភាពការការពារអត្តសញ្ញាណវប្បធម៌និងការរួមគ្នាជាមនុស្សជាមួយមនុស្សគ្រប់ស្រទាប់សង្គមដើម្បីការអភិវឌ្ឍជាតិឲ្យរឹងមាំក្នុងពេលអនាគតសូមអរគុណ